គ្រប់ជំរាបសួរពុកម៉ែបងប្អូននេះគឺជាទស្សនភាពទេសភាពនៃវត្តនៃគ្រូតវ័នហើយវត្តគល់ទឹកវាមាត់ស្រះនឹងបានមកអង្គុយកំហែកាយដើម្បីឲ្យបានស្រស់ស្រាយថ្លាចិត្តគំនិតពីព្រោះថាវារយៈនេះមានភាពស្មុគស្មាញក្នុងចិត្តច្រើនហើយក៏បានថតផ្ដិតយករូបភាពដ៏ស្រស់ប្រកាយនាមាត់ស្រះដែលមានប្រជាជនបងប្អូនមីពុកម៉ែបានយកចំណីមកឲ្យសត្វកន្ធាយដែលនៅក្នុងស្រះនេះមានចំនួនច្រើនអន្លែដូចបានឃើញចឹងមានសត្វកន្ធាយត្រីផ្សេងច្រើនមិនអាចពិពណ៌នាអស់ទេព្រោះនៅក្នុងទឹកចឹងសូមម៉ែបងប្អូនទាំងអស់គ្នាទេសនាតាមរូបភាពនេះហើយក៏សម្រាប់ពុកម៉ែបងប្អូនមានពេលទំនេរពុកម៉ែបងប្អូនអាចមកអង្គុយលេងហើយយកខ្យល់អាកាសនៃទេសភាពមាត់ស្រះរបស់វត្តនេះគ្រូតវ័នគល់ទឹកនេះបានដោយសារទេសភាពនៅទីនេះមើលទៅមានភាពស្រស់ប្រកាសថែមទាំងមានខ្យល់ត្រជាក់បក់មកគូឲ្យទីស្នាក់អាស្រ័យដើម្បីលំហែចិត្តផុតទុក្ខក្តីព្រួយទាំងឡាយទាំងពួងចឹងសូមម៉ែបងប្អូនបើមានពេលទំនេរអញ្ជើញមកនេះគឺទឹកចិត្តភាពបងស្រីម្នាក់គាត់កំពុងតែឲ្យចំណីត្រីបាទមិនសាច់កន្ធាយតែឡើងមកដណ្ដើមចំណីគ្នាពុកម៉ែបងប្អូនមានពេលមកទស្សនានេះគឺជាសត្វត្រីឡើងដណ្ដើមចំណីគ្នាបាទអរគុណគ្រប់ជំរាបលាពុកម៉ែបងប្អូនច្រើនណាស់ត្រី